ត្រឹមស្ដាប់បទចម្រៀងអាកាសយានដ្ឋានអន្តរជាតិតេជោរបស់ខេមហាក់បីដូចជាបានទៅផ្ទាល់សម្រាប់អ្នកដែលមិនទាន់បានទៅទស្សនានិងមិនទាន់បានដឹងអំពីអាកាសយានដ្ឋានអន្តរជាតិតេជោគ្រាន់តែស្ដាប់និងទស្សនាបទចម្រៀងរបស់តារាចម្រៀងខេមដែលមានចំណងជើងថាអាកាសយានដ្ឋានអន្តរជាតិតេជោនឹងបានដឹងច្បាស់អំពីអាកាសយានដ្ឋានអន្តរជាតិថ្មីដែលជាមរតកថ្មីរបស់កូនខ្មែរយ៉ាងពិតប្រាកដបទចម្រៀងអាកាសយានដ្ឋានអន្តរជាតិតេជោគឺបានរៀបរាប់យ៉ាងលម្អិតអំពីដំណើរការសាងសង់និងការបញ្ចប់ដាក់ដំណើរការព្រមទាំងសម្រស់នៃអត្ថប្រយោជន៍របស់អាកាសយានដ្ឋានថ្មីរបស់ខ្មែរយើងតាមរយៈសំនៀងដ៏សែនពិរោះរបស់លោកខេមនៅក្នុងបទចម្រៀងអាកាសយានដ្ឋានអន្តរជាតិតេជោពិតជាពិរោះរណ្ដំចិត្តជាក់ស្ដែងគ្រាន់តែស្ដាប់និងទស្សនាវីដេអូចម្រៀងនេះហាក់បីដូចជាបាននាំអារម្មណ៍យើងទៅដល់ទីនោះផ្ទាល់តែម្ដងគួរបញ្ជាក់ផងដែរថាបទចម្រៀងអាកាសយានដ្ឋានអន្តរជាតិតេជោគឺផលិតឡើងដោយអ្នកអង្គការលេងនវត្រានិពន្ធទំនុកច្រៀងអាយដាមហឹមសុភានិពន្ធបទភ្លេងដោយប្រុសម៉ៅនិងច្រៀងដោយលោកខេមដែលជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy នវត្រាតោះទៅទស្សនាវីដេអូចម្រៀងអាកាសយានដ្ឋានអន្តរជាតិតេជោទាំងអស់គ្នាអាកាសយានដ្ឋានអន្តរជាតិដៃជោមរតកបវជាចំណងដៃក្រោមការដឹកនាំសម្ដេចធិបតីអាកាសយានដ្ឋានថ្មីល្បីល្បាញអស្ចារ្យថ្ងៃ9កញ្ញា2025គ្រប់គ្នាចងចាំតុងសាវតាសម្ដេចដៃជោលោកជាបិតាទុកជូនបុត្រាអ្នកដឹកនាំថ្មីខ្មែរយើងអាចធ្វើបានតាមការអភិវឌ្ឍដើរលើបន្តសន្តិភាពថ្លាថ្លៃកិត្តិនាមលេចធ្លោសម្ដេចធិបតីបញ្ញាញាណវ័យឈាមថ្មីដឹកនាំសម្រស់អាកាសយានសែនស្អាតអ្វីម្លេះលំដាប់ហ្វអេងរះថ្មីឧត្តមយើងមានមោទនៈជាតិសាសន៍យើងខ្ញុំប្រលានថ្មីធំមាតុភូមិកម្ពុជាអាកាសយានដ្ឋានអន្តរជាតិដៃជោមរតកបវជាចំណងដៃក្រោមការដឹកនាំសម្ដេចធិបតីអាកាសយានដ្ឋានថ្មីល្បីល្បាញអស្ចារ្យថ្ងៃ9កញ្ញា2025គ្រប់គ្នាចងចាំតុងសាវតាសម្ដេចដៃជោលោកជាបិតាទុកជូនបុត្រាអ្នកដឹកនាំថ្មីខ្មែរយើងអាចធ្វើបានតាមការអភិវឌ្ឍដើរលើបន្តសន្តិភាពថ្លាថ្លៃកិត្តិនាមលេចធ្លោសម្ដេចធិបតីបញ្ញាញាណវ័យឈាមថ្មីដឹកនាំសម្រស់អាកាសយានសែនស្អាតអ្វីម្លេះលំដាប់ហ្វអេងរះថ្មីឧត្តមយើងមានមោទនៈជាតិសាសន៍យើងខ្ញុំប្រលានថ្